បាទខ្ញុំសេឡាសំអានធ្វើវីដេអូផ្ទាល់ពីទួលតាអានស្ទឹងកែវកពតពីចំការទរេនទួលតាអានស្ទឹងកែវកពតសម្រាប់ថ្ងៃនេះធ្វើវីដេអូនេះនៅម៉ោងប្រហែលមើលម៉ោង5:25 នាទីថ្ងៃទី30 ខែ 4 2025ខ្ញុំធ្វើវីដេអូថ្ងៃនេះចង់ជំរាបប្រាប់ដល់បងប្អូនក្នុងបណ្ដាញសង្គម Facebook លោកតាលោកយាយលោកពូលោកមីងអាយដាមលោកជំទាវអស់លោកស្រីប្រិយមិត្តសិស្សសាស្ត្រាចារ្យបណ្ឌិតបញ្ញវន្តជាទីគោរពនិងជាទីរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំសេឡាសំអានបាទធ្វើវីដេអូចេញពីចំការទួលតាអានស្ទឹងកែវកពតតាអានមានធឺរ៉េនលក់ហើយចង់ជម្រាបចឹងណាសម្រាប់ឆ្នាំនេះតាអានមានធឺរ៉េនលក់នឹងគេហើយចង់វីដេអូនេះចង់ជម្រាបប្រាប់អាយដាមរបស់លោកស្រីប្រិយមិត្តបងប្អូនពូមីងយុវជននារីប្រុសស្រីដែលចូលចិត្តញ៉ាំធឺរ៉េនហើយចង់ញ៉ាំធឺរ៉េនកពតទៅទៀតដែលមាននិមិត្តរូបមួយដ៏ប្រពៃធឺរ៉េនកពតហើយមានរូបធឺរ៉េនកពតមួយនៅរង្វង់មូលនឹងឯនៅរង្វង់មូលកពតមានធឺរ៉េនមួយដែលជាស្នាដៃរបស់អតីតអភិបាលខេត្តកពតអាយដាមខូយកន្ហួរគាត់បានគិតដល់គ្រប់ជ្រុងជ្រោយពិចារណាគ្រប់ជ្រុងជ្រោយអំពីសមិទ្ធផលកសិកម្មសម្រាប់ខេត្តកពតគឺដំណាំអ្វីជាធំហើយល្បីហើយនាំឲ្យរីកចម្រើនសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋលោកនៅខេត្តកពតនេះហើយដើម្បីសម្រាប់ប្រកាសជូនដល់ប្រជាណាចក្រកម្ពុជាទាំងមូលសម្រាប់ខេត្តកពតថាយើងមានធឺរ៉េនណាខេត្តកពតមានធឺរ៉េននេះជាការពិចារណាដ៏ខ្ពង់ខ្ពស់អំពីឯកឧត្តមខូយកន្ហួរហើយក៏មានរូបធឺរ៉េនកំពតមួយនៅរង្វង់មូលកពតសប្តាហ៍ថ្ងៃនេះចាប់ពីពុយនៅមករំលងបាន2ឆ្នាំតានមានលុយខ្លះអាចទិញដីដាំធឺរ៉េនគិតថាទិញដីមួយកន្លែងដាំធឺរ៉េនព្រោះចាប់អារម្មណ៍ជាមួយនឹងពាណិជ្ជកម្មដ៏ធំធេងរបស់អាយដាមធ្វើរូបចម្លាក់ធឺរ៉េននៅកពតនេះវាពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយបានល្អអញ្ចឹងខ្ញុំត្រូវតែគិតថាយើងត្រូវតែសន្សំលុយទិញដីមួយកន្លែងដើម្បីដាំធឺរ៉េនព្រោះធឺរ៉េនអាយដាមបានពាណិជ្ជកម្មដាក់រូបមន្តនៅរង្វង់មូលកពតធំជាងគេបងអស់ផ្លែធឺរ៉េនហើយអញ្ចឹងมันខុសទេអញ្ចឹងណាมันខុសទេក៏សម្រាប់ចិត្តប្តីប្រពន្ធគ្រួសារឡើងទៅស្រែអំបិលទិញដីរួចហើយសម្រាប់ចិត្តនៅគ្រួសារឡើងទៅស្រែអំបិលដើម្បីទៅទិញពូជធឺរ៉េនយកមកដាំដែលជាពូជម៉ាន់ថងហ្នឹងហើយម៉ាន់ថងយកមកដាំនៅលើទឹកដីស្ទឹងកែវស្រុកទឹកឈូខេត្តកពតយើងនៅស្ទឹងកែវឈ្មោះនេះយើងដឹងហើយថាប្រវត្តិសាស្ត្រស្ទឹងកែវឃុំស្ទឹងកែវมันមានធឺរ៉េនដែលស្ថិតនៅក្នុងប្រវត្តិសាស្ត្រពីបុរាណមកទេមានខ្លះចំការឃុំទាំងមូលហ្នឹងវាមានចំការ
មួយឬពីរហើយក៏មិនមែនជាចំការតរេនទៅទៀតហ៎អាហ្នឹងតាំងពីសង្គមចាស់រហូតមកដល់បច្ចុប្បន្នកាលហើយកាលនោះណាអាចមានតរេនពីម្ដងពីដើមជាដូនជាតាដាំហូបតែຂະຫນាតចំការមិនមានទេហើយតរេនកពតល្បីយូរហើយមានមែនតែនៅទឹកឈូហ្នឹងហើយទឹកឈូកំចាយទឹកឈូហ្នឹងទឹកឈូហើយកំចាយត្រៃខាងជើងហៅថាកំចាយត្រៃខាងជើងហ្នឹងនៅតំបន់ទឹកឈូដដែលហ្នឹងប៉ុន្តែត្រៃខាងជើងនឹងនៅទឹកឈូរមណីយដ្ឋានទឹកឈូលើរមណីយដ្ឋានហ្នឹងហើយម៉ាលេងយ៉ាងណាម៉ាលេងនេះគឺភូមិបត់ក្បាលដំរីឃុំមកប្រាំងហ្នឹងឯងរាល់ថ្ងៃហ្នឹងម៉ាលេងហ្នឹងបានមានល្បីថាតរេនពីសង្គមអញ្ចឹងណាអញ្ចឹងស្ទឹងកែអត់មានប្រវត្តិទេឥឡូវនេះសិលាសមានហៅថាតរេនទួលតាអានអ្នកចំការតរេនទួលតាអានស្ទឹងកែកពតមានហើយនឹងចាប់ផ្ដើមឲ្យមាននៅប្រវត្តិសាស្ត្រចុងក្រោយនេះមានហើយណាដូចបញ្ជាក់ខាងដើមយ៉ាងមានហើយយើងមានហើយមានតរេនស្ទឹងកែមានឈ្មោះនឹងគេហើយអាចដឹកយកទៅដាក់នៅទីផ្សារនឹងគេហើយតរេនខ្ញុំបាននេះបង្កាត់ផ្ទាល់បង្កាត់ពូជបាទបង្កាត់ពូជផ្ទាល់បាត់មែនថាទៅទិញវាពីស្រុកខ្សែអំបិលមែនស្រុកខ្សែអំបិលចន្លោះខេត្តស្រុកខ្សែអំបិលវានៅខេត្តកោះកុងហ្នឹងហើយបាត់តែខ្ញុំទិញពូជនៅខ្សែអំបិលមែនប៉ុន្តែខ្ញុំយកមកបង្កាត់នៅតរេនវងមូលរបស់ឯកឧត្តមធានយកបង្កាត់វាតែខ្ញុំបង្កាត់យកអីខ្ញុំបង្កាត់វាយកសម្បុរដែលល្បីនៅក្នុងទីផ្សារខេត្តកពតនេះជាមួយនឹងភ្ញៀវព្រោះប្រពន្ធសិលាសមានប្រពន្ធតាអានលក់តរេនផ្ទាល់តរេនគាត់លក់ប្រចាំថ្ងៃជាអាជីពនៅផ្សារកពតផងនៅផ្សារកែបផងហើយគាត់ដឹងច្បាស់គាត់ថាតរេនពាក់ព័ន្ធទៅនឹងភ្ញៀវរ 80% ទៅ 90% គឺសម្បុរវាសម្បុរដីពាក្យថាសម្បុរដីគឺសម្បុរតរេននឹងវងមូលខេត្តកពតរបស់ឯកឧត្តមគួយកន្ហួរធ្វើហ្នឹងហើយនឹងហៅសម្បុរដីថ្លៃណាស់ 90% គឺថ្លៃតរេនសម្បុរនេះគឺថ្លៃអញ្ចឹងតាអានដឹងច្បាស់មួយផ្នែកហ្នឹងទៀតតាអានក៏សម្រេចចិត្តដឹកពូជតរេនហ្នឹងពីខ្សែអំបិលមកការពិតត្រូវចុះពីលើស្ពានថ្មីកពតហ្នឹងឆ្វេងដៃមកខាងកំពង់ក្រែងផ្លូវអាទិត្យភ្លើងមកកំពង់ក្រែងមកផ្ទះតាអានហើយហួសមកចំការស្ទឹងកែដាំហើយតែតាអានគិតថារត់ឡានដឹកពូជតរេនហ្នឹងទៅកាត់រងងមូលដើម្បីបង្កាត់សម្បុរវាអញ្ចឹងណាទៅបង្កាត់សម្បុរវាព្រោះសម្បុរនេះវាស៊ីថ្លៃនៅក្នុងទីផ្សារយើងទៅបង្កាត់សម្បុរវាអញ្ចឹងនេះខ្ញុំបង្ហាញសម្បុរដែលខ្ញុំបង្កាត់បានពីពូជតរេនរងងមូលកពតរបស់ឯកឧត្តមគួយកន្ហួរនេះខ្ញុំបង្ហាញនេះឃើញសម្បុរទេឃើញសម្បុរទេបងប្អូននេះសម្បុរដែល90ត្បៀស 95% ដែលភ្ញៀវសួររសម្បុរនេះគឺសម្បុរតរេនវងមូលកពតឥឡូវនេះខ្ញុំបង្កាត់វាបានកាលដែលខ្ញុំដឹកមកខ្ញុំអត់សម្រេចមកឆ្វេងដៃឡើងមកកំពង់ក្រែងមកសម្ដៅចំការទួលតាអានស្ទឹងកែដាំវាទេខ្ញុំទៅបង្កាត់ពូជសិនខ្ញុំទៅបង្កាត់យកសម្បុរនៅរងងមូលតរេនកពតរបស់ឯកឧត្តមគួយកន្ហួរឥឡូវនេះយើងបានសម្បុរមកបង្កាត់សុទ្ធតែម្ដងបានហើយនឹងទម្លាក់ចូលទីផ្សារនៅពេលឆាប់ខាងមុខនេះយើងទម្លាក់ប្រហែលជានៅចន្លោះពាក់កណ្ដាលខែ5និងចុងខែ5យើងនឹងកាត់តរេនស្ទឹងកែដែលជាប្រវត្តិសាស្ត្រចំការទួលតាអានស្ទឹងកែយើងមានតរេនទៅប្រកួតគ្នានៅក្នុងទីផ្សារនៅកពតហើយបានតែកពតធ្លាប់មាន
តែស្ទឹងកែវពេលនេះមានវត្តមានថ្មីតរៀនថ្មីដឹកចេញពីទួលតាអានស្ទឹងកែវកពតដែលតរៀនប្រកាត់ផ្ទាល់សបុលនៅរងងមូលខេត្តកពតនេះមើលសបុលបងប្អូនមើលសបុលពួកខ្ញុំអត់និយាយលេងទេខ្ញុំថតនៅលើដើមផ្ទាល់ហើយសបុលរងងមូលកពតអញ្ចឹងសូមជម្រាបដល់លោកតាលោកយាយពូមេញ៉ៃអាដាមលោកជំទាវអស់លោកស្រីអ្នកអង្គញាកាបដីនមើលចង់ពិសាឬក៏ញ៉ាំទុរេនកពតគ្រាន់តែវាយសីឡាសម្អានទួលតាអានទៅចេញចំការនិងចេញព័ត៌មានទួលតាអានហើយឬក៏សីឡាសម្អាននៅក្នុង Facebook ហ្នឹងអាចសួរនាំបានដែលមានលេខទូរស័ព្ទតាក់ទងផ្ទាល់ជាមួយនឹងសីឡាសម្អាននៅចំការទួលតាអានទុរេនថ្មីបាទសាច់ផ្អែមឈ្ងុយឆ្ងាញ់បើសង្ស័យអាចទៅប្រកួតតម្រៀបគ្នាពី3តំបន់នៅក្នុងខេត្តហ្នឹងហើយបើបោះតាអានមិនឆ្ងាញ់តាអានអត់យកលុយមិនយកលុយតែម្ដងបើមិនឆ្ងាញ់ជាងអត់យកលុយតែម្ដងហ្នឹងហើយស្ដីស្ទឹងកែវមិនធម្មតាទេបងប្អូនអញ្ចឹងតាអានសូមបញ្ជាក់ប៉ុណ្ណឹងថានៅពាក់កណ្ដាលខែ5នេះតាអាននឹងបញ្ចេញទៅហើយវាយសីឡាសម្អានទៅព័ត៌មាននឹងបានគ្រប់ជ្រុងជ្រោយហ្នឹងហើយបើបងប្អូនអាចទេមកផ្ទាល់សីឡាសម្អានអាចចុះតម្លៃឲ្យបងប្អូនដោយសារសីឡាសម្អានយកតម្លៃដ៏ខ្ពង់ខ្ពស់ដែលបងប្អូនសម្រាប់ចិត្តទេរគ្រាន់តែទេរតែប៉ុណ្ណឹងសម្រាប់តម្លៃបងប្អូនខ្ពស់ណាស់ដែលតាអានត្រូវរាប់អានជាខ្លាំងហើយនឹងបញ្ចុះតម្លៃទុរេនឲ្យរហូតដល់អាចជូនមកផ្លែឲ្យទៅអ្នកផ្ទះទៅទៀតបើសិនជាមិនបានមកអស់ទាំងអស់គ្នាអញ្ចឹងនេះជំរាបពាក់កណ្ដាលខែ5នេះនឹងបានចូលហើយនឹងបានចូលទីផ្សារហើយបងប្អូនត្រៀមនេះសបុលទុរេនកពតណានេះនៅចំការទួលតាអានស្ទឹងកែវកពតដល់បងប្អូនណាស្ទឹងកែវទុរេនស្ទឹងកែវសូមជំរាបហ្នឹងហើយអញ្ចឹងតាអានសូមជម្រាបលាតែប៉ុណ្ណាហើយសូមអធិស្ឋានបើសិនជាលើសខ្វះអីហើយបើអាចមកដល់ចំការតាអានហែកខ្បោកឲ្យតែម្ដងហ្នឹងហើយព្រោះភ្ញៀវសម្រាប់ចិត្តមកចំការមិនមែនជារឿងធម្មតាទេវាជាកិត្តិយសហើយជាការស្ម័គ្រចិត្តជាការស្រឡាញ់ភាពស្មោះត្រង់មានគ្រប់គ្រាន់មិនមែនមកដោយសារឃ្លានដោយសារចង់ហូបទេអញ្ចឹងតាអានត្រូវតែឆ្លើយតបឲ្យបានសមរម្យឲ្យបានល្អបំផុតគឺហែកទុរេនជូនតែម្ដងហែកទុរេនឲ្យហូបនៅកណ្ដាលចំការហើយអាចផ្ញើឲ្យសមាជិកអ្នកផ្ទះដែលមិនបានមកមួយផ្លែទៀតបើសិនជាមិនបានមកផ្លែនោះទំហំសមាជិកដែលមិនបានមកអាចតែមួយផ្លែទេហូបមិនអស់ចំនួនគ្នាដល់តែ3នាក់ឯនោះហ្នឹងហូបមិនអស់ចំនួនគ្នាដល់តែ3នាក់អញ្ចឹងបើសិនជាសមាជិកមិនបានមក3នាក់ផ្ញើទុរេនតែមួយទេអាចគ្រប់គ្រាន់នៅ3នាក់មិនដែលបានមកនឹងទៅទៀតបាទអញ្ចឹងបងប្អូនត្រៀមវានឹងចូលទៅដល់ទីផ្សារហើយប្រពន្ធតាអានហ្នឹងហើយគ្រាន់តែវាយទួលតាអានទៅឥឡូវនេះគាត់នៅផ្សារកែបហើយបើបានហួសទៅកែបសួរថាម្នាក់ណាលក់ទុរេននេះប្រពន្ធតាអានទួលតាអានស្ទឹងកែវកពតនេះគេនឹងចង្អុលព្រឹបព្រមគ្នាតែម្ដងពួកគេស្គាល់គាត់ច្រើនតដើមគ្នាចង្អុលហ្មងអញ្ចឹងបងប្អូននឹងអាចដឹងហើយនឹងអាចឃើញស្គាល់គាត់រៀបរាប់ទៅតាមហ្នឹងទៅយើងនឹងបានជោគជ័យនៅក្នុងការហូបទុរេនទួលតាអានដ៏ពិតប្រាកដមិនខ្លាយបាទសូមអរគុណសូមជម្រាបលាណាតាអានបាទនិយាយមួយថ្ងៃហើយថ្ងៃនោះមិនឃើញមុខអីណានេះតាអានបាទបាយជម្រាបលាហ្នឹងហើយអរគុណបាទ